វត្ថុស័ក្តិសិទ្ធិដែលមានអំណាចដោយខ្នាយជ្រូកព្រៃរបស់លោកតាដូងនេះមិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេនៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោកក៏មានរឿងព្រេងនិទានស្រដៀងគ្នានេះដែរឧទាហរណ៍នៅប្រទេសចៅសៀមពូកែខាងលួចដីគេមានជំនឿទៅលើក្រអូបដែលជាវត្ថុស័ក្តិសិទ្ធិរបស់ព្រៃភ្នំហើយនៅប្រទេសមួយចំនួនទៀតគេជឿលើធ្មេញសត្វព្រៃថាមានបារមីនៅអឺរ៉ុបបុរាណគេមានជំនឿទៅលើថ្មភ្នែកនាគរាជដែលគេជឿថាអាចការពារពីអំពើអាក្រក់បានវត្ថុទាំងនេះសុទ្ធតែមានប្រភពចេញពីជំនឿទៅលើធម៌ពលធម្មជាតិនិងប្រលឹងមនុស្សនៅតែមានទំនោរទៅរកការជឿជាក់លើវត្ថុអាចកំបាំងដែលអាចផ្ដល់ក្តីសង្ឃឹមការការពារនិងភាពកក់ក្ដៅដល់ពួកគេវាជារឿងធម្មតាទេដែលមនុស្សស្វែងរកអ្វីដែលធំជាងខ្លួនឯងដើម្បីពឹងពាក់ផ្លូវចិត្តរឿងរ៉ាវនៃខ្នាយជ្រូកព្រៃនេះក៏បានបង្រៀនយើងអំពីសារៈសំខាន់នៃការគោរពធម្មជាតិផងដែរលោកតាដូងដែលជាអ្នករស់នៅក្នុងព្រៃយ៉ាងយូរអង្វែងគាត់បានយល់ដឹងយ៉ាងច្បាស់អំពីអំណាចនៃព្រៃឈើនិងសត្វព្រៃខ្នាយនេះបានមកពីសត្វជ្រូកព្រៃដ៏ធំមួយក្បាលដែលជាស្ដេចព្រៃពិតប្រាកដតាមរយៈរឿងនេះយើងអាចមើលឃើញថាអ្នកភូមិមានការគោរពយ៉ាងជ្រាលជ្រៅចំពោះព្រៃឈើហើយជឿថាព្រៃឈើមានព្រលឹងនិងវិញ្ញាណការពារនេះក៏ជាសារៈមួយដែលដាស់តឿនយើងឲ្យថែរក្សាព្រៃឈើនិងសត្វព្រៃព្រោះពួកវាគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់យើងនិងជាប្រភពនៃរឿងរ៉ាវអាថ៌កំបាំងជាច្រើនការរំលោភបំពានទៅលើធម្មជាតិអាចនឹងនាំមកនូវគ្រោះថ្នាក់ដែលយើងនឹកស្មានមិនដល់ដូចជាការបាត់បង់តុល្យភាពអេកូឡូស៊ីដោយសារតែខ្នាយជ្រូកព្រៃនេះមានតម្លៃនិងអំណាចដ៏ល្បីល្បាញទើបមានអ្នកខ្លះបានព្យាយាមធ្វើត្រាប់តាមដើម្បីបោកប្រាស់អ្នកដែលជឿជាក់ដូច្នេះបងប្អូនទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ប្រសិនបើមាននរណាម្នាក់ព្យាយាមលក់ខ្នាយជ្រូកព្រៃឲ្យបងប្អូនខ្នាយពិតប្រាកដគឺកម្ររកបានណាស់ហើយវាមិនងាយនឹងលក់ដូរនោះទេភាគច្រើនគឺគេរក្សាទុកជាកេរដំណែលរបស់គ្រួសារដោយមិនបំណងលក់ដូរឡើយវិធីល្អបំផុតដើម្បីដឹងថាវាពិតឬអត់គឺត្រូវសាកសួរអ្នកជំនាញឬអ្នកចាស់ទុំដែលធ្លាប់ឃើញខ្នាយពិតប្រាកដហើយមានបទពិសោធន៍ផ្ទាល់ខ្លួនការជឿជាក់លើវត្ថុស័ក្តិសិទ្ធិជារឿងល្អប៉ុន្តែក៏ត្រូវចេះពិចារណានិងកុំឲ្យគេបោកប្រាស់បានផងដែរព្រោះជំនឿអាចនាំមកនៅទាំងសុខនិងទុក្ខរឿងរ៉ាវរបស់លោកតាដូងមិនត្រឹមតែតាក់ទងនឹងខ្នាយនោះទេតែវាក៏ជាសក្ខីភាពមួយអំពីជីវិតតស៊ូរបស់មនុស្សជំនាន់មុនផងដែរលោកតាបានរស់នៅក្នុងព្រៃជ្រៅអស់មួយជីវិតរបស់គាត់ដោយប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើនដូចជាសត្វសាហាវធាតុអាកាសនិងជំងឺផ្សេងៗការរកឃើញខ្នាយជ្រូកព្រៃនេះហាក់ដូចជាការតបស្នងចំពោះភាពអង់អាចក្លាហាននិងការរស់នៅដោយសុចរិតរបស់គាត់មិនមែនជាមនុស្សដែលលោភលន់នោះទេគាត់គ្រាន់តែចង់រស់នៅដោយសុខសាន្តជាមួយក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះនេះគឺជាមេរៀនមួយសម្រាប់យើងទាំងអស់គ្នាថាទោះបីជាយើងមិនបានរកឃើញវត្ថុស័ក្តិសិទ្ធិក៏ដោយការរស់នៅដោយមានសីលធម៌ល្អការតស៊ូមិនចុះចាញ់និងការគោរពចំពោះអ្នកដទៃគឺជាខ្នាយជ្រូកព្រៃពិតប្រាកដនៅក្នុងជីវិតរបស់យើងដែលអាចការពារយើងពីគ្រោះថ្នាក់និងនាំមកនូវសេចក្តីសុខនៅទីបញ្ចប់រឿងនិទាននៃខ្នាយជ្រូកព្រៃរបស់លោកតាដូងគឺជាអ្វីដែលធ្វើឲ្យយើងគិតពិចារណាតើបារមីពិតជាមានមែនទេតើអំណាចអរូបីអាចជួយយើងបានទេចម្លើយអាចមានលក្ខណៈខុសគ្នាសម្រាប់មនុស្សម្នាក់ប៉ុន្តែអ្វីដែលខ្ញុំអាចបញ្ជាក់បាននោះគឺជំនឿមានអំណាចដ៏អស្ចារ្យវាមិនត្រឹមតែផ្ដល់ក្តីសង្ឃឹមប៉ុណ្ណោះទេថែមទាំងអាចជួយយើងឲ្យឆ្លងកាត់ឧបសគ្គលំបាកក្នុងជីវិតទៀតផងសម្រាប់អ្នកខ្លះខ្នាយនេះគឺជាវត្ថុស័ក្តិសិទ្ធិពិតដែលផ្ដល់កម្លាំងចិត្តសម្រាប់អ្នកខ្លះទៀតវាគ្រាន់តែជានិមិត្តរូបនៃការតស៊ូនិងប្រាជ្ញារបស់មនុស្សដែលគួរឲ្យគោរពទោះជាយ៉ាងណាក៏រឿងនេះនៅតែបន្តស្ថិតនៅក្នុងដួងចិត្តប្រជាជនកម្ពុជារៀងរហូតជាមរតកវប្បធម៌ដ៏មានតម្លៃរឿងរ៉ាវនៃខ្នាយជ្រូកព្រៃមិនបានបញ្ចប់ត្រឹមតែការការពារនិងលាភសំណាងនោះទេមានអ្នកភូមិខ្លះបានរៀបរាប់ពីបទពិសោធន៍ដ៏រន្ធត់ដែលពួកគេបានជួបប្រទះនៅពេលដែលពួកគេព្យាយាមទៅរកខ្នាយជ្រូកព្រៃនៅក្នុងព្រៃជ្រៅដោយខ្លួនឯងដោយមិនបានសុំការអនុញ្ញាតឬធ្វើតាមក្បួនខ្នាតត្រឹមត្រូវពួកគេបានវង្វេងផ្លូវរហូតដល់ទៅ 3-4 ថ្ងៃហើយឃើញខ្មោចព្រៃបិសាចតាមលងបន្លាចរូបរាងដ៏គួរឲ្យខ្លាចអ្នកខ្លះទៀតបានឮសំឡេងជ្រូកព្រៃយំយ៉ាងរងាវកណ្ដាលព្រៃជ្រៅនាពេលរាត្រីដែលធ្វើឲ្យពួកគេភ័យស្លន់ស្លោរត់ត្រឡប់មកវិញទាំងបាក់កម្លាំងហើយមានជំងឺផ្ដាសាយធំ
នេះជាការដាស់តឿនថាវត្ថុមានបារមីមិនមែនចេះតែទៅប៉ះពាល់បាននោះទេបើគ្មានចិត្តបរិសុទ្ធការគោរពពិតប្រាកដនិងការយល់ដឹងពីទំនៀមទម្លាប់ភូមិដែលលោកតាដងរស់នៅគឺពិតជាដាច់ស្រយាលណាស់ហើយផ្លូវចូលក៏លំបាកផងដែរទាមទារការធ្វើដំណើរដោយថ្មើរជើងជាច្រើនម៉ោងនេះក៏ជាហេតុផលមួយដែលធ្វើឲ្យរឿងព្រេងនិទាននេះនៅតែត្រូវបានរក្សាទុកយ៉ាងគង់វង្សដោយមិនត្រូវបានរំខានដោយឥទ្ធិពលខាងក្រៅច្រើននិងមិនបាត់បង់នូវភាពបរិសុទ្ធរបស់វាការរស់នៅក្បែរព្រៃភ្នំបានបង្រៀនអ្នកភូមិឲ្យមានការគោរពចំពោះធម្មជាតិនិងអ្វីដែលមើលមិនឃើញហើយយល់ពីអំណាចនៃព្រៃពួកគេជឿថាគ្រប់ដើមឈើគ្រប់ថ្មភ្នំគឺសុទ្ធតែមានព្រលឹងនិងជាទីសក្ការៈដូច្នេះពួកគេតែងតែប្រុងប្រយ័ត្នគ្រប់សកម្មភាពរបស់ពួកគេនៅក្នុងព្រៃដោយមិនហ៊ានធ្វើអ្វីបំពានឡើយវប្បធម៌នៃការគោរពនេះបានបន្តពីជំនាន់មួយទៅជំនាន់មួយរហូតដល់ក្លាយទៅជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បានពីជីវិតប្រចាំថ្ងៃរបស់ពួកគេហើយបានចារក្នុងបេះដូងកូនចៅសពថ្ងៃនេះកូនចៅរបស់លោកតាដងនៅតែបន្តថែរក្សាខ្នាយនេះយ៉ាងហ្មត់ចត់ដូចជាជីវិតរបស់ពួកគេដូច្នោះដែរពួកគេបានប្រាប់ខ្ញុំថាការថែរក្សាខ្នាយនេះមិនមែនជាបន្ទុកនោះទេតែជាកាតព្វកិច្ចដែលពួកគេត្រូវបំពេញដើម្បីរក្សាទុកនូវកេរដំណែលរបស់ដូនតានិងបារមីដែលសន្ធិដ្ឋពួកគេបានរៀបរាប់ថាពួកគេនៅតែមានអារម្មណ៍ថាមានថាមពលចម្លែករត់ពេញខ្លួននៅពេលដែលពួកគេនៅក្បែរខ្នាយនេះធ្វើឲ្យពួកគេមានកម្លាំងចិត្តហើយរាល់យប់ប្រហោះពួកគេនៅតែឃើញពន្លឺភ្លឹបភ្លែតចេញពីខ្នាយនោះដដែលហាក់ដូចជាខ្នាយនោះកំពុងបង្ហាញអំណាចរបស់វារឿងរ៉ាវទាំងអស់នេះបានធ្វើឲ្យខ្ញុំកាន់តែជឿជាក់ថាវត្ថុបុរាណមួយចំនួនពិតជាមានអាចកំបាំងដែលវិទ្យាសាស្ត្រមិនទាន់អាចបកស្រាយបានហើយក៏មិនគួរមើលរំលងឡើយការជឿជាក់លើវត្ថុស័ក្តិសិទ្ធិគឺជារឿងដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យបុរាណមកម្ល៉េះខ្មែរយើងតែងតែជឿលើបារមីអារក្សអ្នកតាព្រមទាំងវត្ថុដែលគេជឿថាមានអំណាចអាចជួយការពារបានព្រះរាជាខ្មែរចំនួនមុនក៏មានព្រះខ័នរាជឬវត្ថុផ្សេងទៀតដែលគេជឿថាមានបារមីអាចជួយការពារនគរបានពីសត្រូវខ្នាយជ្រូកព្រៃរបស់លោកតាដងគ្រាន់តែជាផ្នែកតូចមួយនៃជំនឿដ៏ធំធេងនេះប៉ុណ្ណោះវាគឺជាកញ្ចក់មួយដែលឆ្លុះបញ្ចាំងពីជំនឿនិងការគិតរបស់មនុស្សជំនាន់មុនដែលបានបន្តរហូតមកដល់បច្ចុប្បន្នដោយមិនចេះរីងស្ងួតវត្ថុទាំងនេះគឺជាផ្នែកមួយនៃមរតកវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរយើងអាចហៅវាថាជាអបិយជំនឿឬជាប្រាជ្ញារបស់ដូនតាក៏បានអ្វីដែលសំខាន់នោះគឺថារឿងរ៉ាវទាំងនេះបានបង្រៀនយើងឲ្យចេះគោរពនិងកោតខ្លាចចំពោះអ្វីដែលយើងមើលមិនឃើញហើយឲ្យយើងមានការប្រុងប្រយ័ត្នវាក៏បានបង្រៀនយើងឲ្យចេះរស់នៅដោយសុចរិតមានសីលធម៌និងមិនមានចិត្តលោភលន់ផងដែរព្រោះថាវត្ថុស័ក្តិសិទ្ធិឬបារមីមិនមែនចេះតែការពារមនុស្សអាក្រក់នោះទេពួកគេនឹងការពារតែមនុស្សដែលមានចិត្តបរិសុទ្ធមានបំណងល្អហើយចេះគោរព